ការចេះស្ដាយស្រណោះគ្រប់ដំណក់ទឹកនិងការការពារវដ្តទឹករបស់ផែនដីគឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូបតើទឹកកខ្វក់នៅក្រោមដីរត់ទៅណាខ្លះនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងជារៀងរាល់ថ្ងៃបានបង្កើតនៅបរិមាណទឹកកខ្វក់ដ៏ច្រើនសុទ្ធតែហូរទៅតាមបំពង់លូក្រោមដីទាំងអស់ទឹកដែលហូរតាមបំពង់លូខាងក្រោមនេះតើហូរទៅទីកន្លែងណាទៅទឹកកខ្វក់ទាំងនេះដំបូងឡើយត្រូវបានប្រមូលផ្ដុំនៅក្នុងបំពង់លូក្រោមទីក្រុងបំពង់ហូរក្រោមទីក្រុងគឺប្រៀបដូចជាសំណាញ់ពីងពាងដ៏ធំមួយសម្រាប់ប្រមូលលំហូរទឹកកខ្វក់មកទីកន្លែងផ្សេងៗគ្នាហើយវាហូរយឺតចូលទៅក្នុងបំពង់មេតាមបំពង់សាខាបន្ទាប់មកធ្វើដំណើរឆ្ពោះទៅកាន់រោងចក្រចម្រោះទឹកកខ្វក់ធ្វើដំណើរចម្ងាយឆ្ងាយតាមបំពង់ហូរទៅកាន់រោងចក្រចម្រោះទឹកស្អាតទឹកទាំងនេះនឹងទទួលការចម្រោះបន្សុទ្ធយ៉ាងតឹងរឹងជាបន្តបន្ទាប់ហើយប្រែក្លាយជាទឹកស្អាតនិងថ្លាម្ដងទៀតដំណើរការរបស់វាគឺទឹកកខ្វក់ឆ្លងកាត់បំពង់លូត្រូវបានផ្ទេរទៅតំបន់ចម្រោះទឹកស្អាតត្រៀមចាប់ផ្ដើមធ្វើដំណើរការបន្សុទ្ធទឹកការសម្អាតទឹកកខ្វក់គឺមិនមែនជារឿងសាមញ្ញនោះទេទឹកកខ្វក់ឆ្លងកាត់ស្រះចម្រោះដើម្បីស្រង់យកកាកសំណល់ធំចេញបន្ទាប់មកទើបធ្វើការចម្រោះយកធូលីដីនិងភក់ល្បាប់ទើបបន្តហូរចូលទៅក្នុងអាងចម្រោះជីវសាស្ត្រអតិសុខំប្រាណនៅទីនេះនឹងស៊ីសារធាតុសរីរាង្គនៅក្នុងទឹកកខ្វក់ហើយទឹកកខ្វក់នៅក្នុងអាងទឹកនេះនឹងរងកកចុះទៅបាតអាងចុងក្រោយនៅត្រូវការធ្វើការសម្លាប់មេរោគក្នុងអាងពេលសម្លាប់មេរោគនិងវីរុសហើយទឹកកខ្វក់នេះនឹងคล้ายទៅជាទឹកដ៏ថ្លាឆ្វង់តាមរយៈការសម្អាតនេះទឹកនឹងត្រឡប់ទៅក្នុងជីវភាពរស់នៅហើយផ្ដល់ប្រយោជន៍ដល់យើងម្ដងទៀតផ្នែកមួយត្រឡប់ទៅទីកន្លែងទឹកធម្មជាតិវិញធ្វើឲ្យទឹកទន្លេបឹងបួរកាន់តែរស់រវើកផ្នែកមួយទៀតក្លាយជាទឹកសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មជួយបម្រើដល់រោងចក្រផលិតកម្មផ្នែកមួយទៀតត្រូវបានប្រើសម្រាប់ប្រព័ន្ធធារាសាស្ត្របៃតងក្នុងទីក្រុងធ្វើឲ្យរុក្ខជាតិនិងដើមឈើលូតលាស់ដំណើរការនៃទឹកកខ្វក់នេះបានបញ្ជាក់ប្រាប់ពួកយើងនៃភាពអស្ចារ្យនៃការកែច្នៃទឹកធនធានទឹករបស់ផែនដីគឺប្រើមិនចេះអស់នោះឡើយរាល់ដំណក់ទឹកបានឆ្លងកាត់ការធ្វើតេស្តជាច្រើនទើបអាចបង្កើតឱកាសឡើងវិញការចេះស្ដាយស្រណោះគ្រប់ដំណក់ទឹកនិងការការពារវដ្តទឹករបស់ផែនដីគឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់រូប